ការពិចារណាអង្គឈានទី5គឺឯកកតាគឺសភាវៈដែលផ្ដោតនៅក្នុងអារម្មណ៍តែមួយជាមួយនឹងពន្លឺបតិភិកនិមិត្តគឺបានន័យថាសភាវៈដែលផ្ដោតទៅនៅក្នុងអារម្មណ៍តែមួយគឺបានន័យថាក្នុងខណៈពេលដែលអ្នកបប្រតិបត្តិទៅក្នុងខណៈពេលដែលចិត្តរបស់យើងផ្ដោតទៅនៅក្នុងអារម្មណ៍តែមួយជាមួយនឹងពន្លឺបតិភិកនិមិត្តហ្នឹងដែលអត់មានចិត្តគិតទៅអ្វីដទៃផ្សេងដែលផ្ដោតទៅចំពោះនៅក្នុងពន្លឺបតិភិកនិមិត្តនៅនឹងថ្កល់អញ្ចឹងអាហ្នឹងហៅថាជាឯកកតាហ្នឹងគឺបានដល់ឯកកតាចេតសិកទាំងឯងហើយឯកកតាហ្នឹងឯងគឺជាអង្គឈានទី5អញ្ចឹងអ្នកបប្រតិបត្តិហ្នឹងគឺនៅក្នុងគណៈការធ្វើគឺដូចគ្នាយ៉ាងផងដែរពេលដែលអ្នកបប្រតិបត្តិហ្នឹងក៏អង្គុយបិទភ្នែកហើយក៏ធ្វើពលឺអាកាសឡើងបានរយៈពេល10នាទីនៅក្នុងខណៈពេលដែលពន្លឺភ្លឺខ្លាំងក្នុងទីចំពោះមុខអញ្ចឹងនៅក្នុងខណៈពេលហ្នឹងគឺសូម្បីអ្នកបប្រតិបត្តិសង្កេតមើលឬក៏នៅក្នុងចិត្តឯកកតានៅក្នុងចិត្តក៏បានដែរណាឯកកតាឬតែគឺយើងនឹងឃើញសភាវៈរបស់ចិត្តដែលវាផ្ដោតទៅជាមួយនឹងអារម្មណ៍តែមួយនៅជាមួយនឹងពន្លឺបតិភិកនិមិត្តហ្នឹងឲ្យយើងឃើញហើយអាហ្នឹងគឺជាសភាវៈរបស់ឯកកតាដែលចិត្តផ្ដោតទៅនៅក្នុងជាមួយនឹងពន្លឺបតិភិកនិមិត្តនៅនឹងស្គាល់រាប់ម៉ោងអញ្ចឹងទៅអាហ្នឹងឯងដែលហៅថាជាឯកកតានោះណាចឹងនៅក្នុងគណៈពេលដែលយើងពិចារណានៅជាមួយនឹងពន្លឺបតិភិកនិមិត្ត10នាទីភ្លឺខ្លាំងអញ្ចឹងហើយរួចទៅក៏ឲ្យយើងពិចារណាឯកកតាហ្នឹងពេលយើងឃើញនៅឯកកតាចិត្តផ្ដោតទៅនៅក្នុងអារម្មណ៍តែមួយមើលទៅឃើញនេះសភាវៈអញ្ចេះឬទៅឃើញថាយល់ហើយនៅក្នុងគណៈពេលហ្នឹងគឺក៏ត្រឡប់មកនៅជាមួយនឹងពន្លឺបតិភិកនិមិត្តរបស់យើងជាបន្តទៅឬតែក៏អធិដ្ឋាននៅជាមួយនឹងពន្លឺបតិភិកនិមិត្តហ្នឹងក៏1ម៉ោងកន្លះហើយនឹង2ម៉ោង3បលាំងដូចគ្នាណានឹងគឺវិធីធ្វើហ្នឹងគឺដូចគ្នាទេណាចាប់តាំងតែពីវិតកៈវិចារៈពីតិសុខៈឯកកតាហ្នឹងគឺវិធីធ្វើដូចគ្នាហើយសភាវៈហ្នឹងក៏ផ្សេងគ្នាអាការៈរបស់វាហ្នឹងអាការៈរបស់អង្គឈានហ្នឹងអញ្ចឹងទាំង5ហ្នឹងអ្នកបប្រតិបត្តិហ្នឹងក៏យល់ហើយពីវិធីនៅក្នុងការដែលយើងត្រូវពិចារណាអង្គឈានហ្នឹងនៅក្នុងអង្គឈានដូចតែបានប្រាប់មកហើយថានៅក្នុងការពិចារណាអង្គឈានបើសិនណាតែយើងតែមួយណាទីមួយគឺវិតកៈវិចារៈពីតិសុខៈឯកកតាអញ្ចឹងអាហ្នឹងគេហៅថាជាអង្គរបស់ឈានអង្គហ្នឹងគឺបានន័យថាគ្រឿងប្រកបហើយដល់ពេលរៀបហៅព្រមគ្នាទាំង5ហ្នឹងតែម្ដងគេហៅថាជាបឋមឈានអញ្ចឹងអ្នកបប្រតិបត្តិចូលមកស្វែងយល់ផងដែរថារវាងអង្គឈានទាំង5ហ្នឹងតើនៅពេលដែលកើតឡើងដល់អ្នកបប្រតិបត្តិហើយតើអាចចូលទៅកម្ចាត់នៅធម៌អ្វីខ្លះអង្គឈានទាំង5ហ្នឹងគឺចំពោះវិតកៈណាវិតកៈហ្នឹងគឺការលើកចិត្តទៅកាន់ពន្លឺបតិភិកនិមិត្តហ្នឹងតួនាទីរបស់វិតកៈហ្នឹងគឺកម្ចាត់នៅថេនមិទ្ធៈហ្នឹងគឺការងងុយងក់ងក់នឹងឯងណាអាហ្នឹងគឺតួនាទីរបស់អង្គឈានទី1គឺកម្ចាត់នៅថេនមិទ្ធៈគឺការងងុយងក់ងក់ហើយវិចារៈដែលជាអង្គឈានទី2ហ្នឹងវិចារៈដែលជាអង្គឈានទី2ហ្នឹងគឺកម្ចាត់នៅវិជិកិច្ឆាគឺការសង្ស័យនៅក្នុងរឿងទាំង8យ៉ាងសង្ស័យនៅក្នុងពុទ្ធពធប្រសង្ឃសង្ស័យនៅក្នុងរឿងសិក្ខាសង្ស័យនៅក្នុងរឿងសិលសមាធិបញ្ញាអីហ្នឹងអង្គឈានទី3គឺពីតិឬក៏បៃតិហ្នឹងពីតិហ្នឹងគឺកម្ចាត់នៅព្យាបាទណាព្យាបាទហ្នឹងគឺការគំនុំគុំគួនគិតបន្ទោសស្រាយអ្នកដតីហ្នឹងជាដើមហ្នឹងគឺអង្គឈានទី3ហ្នឹងគឺចូលទៅកម្ចាត់នៅព្យាបាទនឹងឯងហើយនៅអង្គឈានទី4គឺសុខៈហ្នឹងគឺចូលទៅកម្ចាត់នៅឧទ្ធចៈកុកចៈគឺការរវើរវាយណាគឺការរវើរវាយហើយនឹងការដែលមាននៅវិបដិសារីចិត្តអីហ្នឹងជាដើមហ្នឹងតួអង្គឈានទី4គឺសុខៈហ្នឹងឯងចូលទៅកម្ចាត់នៅនិវរណៈហ្នឹងឯងហើយនឹងអង្គឈានទី5គឺឯកកតាហ្នឹងគឺចូលទៅកម្ចាត់នៅកាមឆន្ទៈហ្នឹងគឺការពេញចិត្តជាប់ចម្ពាក់នៅក្នុងកាមគុណទាំង5ហ្នឹងឯងណា
មានរូបសម្លេងក្លិនរសហើយនឹងសម្ផស្សនឹងអង្គឈានទាំង5ហ្នឹងគឺចូលទៅកម្ចាត់នៅនិវរណធម៌ទាំង5អញ្ចឹងឯងណាម្ដងទៀតណាវិតកៈកម្ចាត់នៅថេនមិទ្ធៈគឺការងងុយងក់ងក់វិចារៈកម្ចាត់នៅវិជិកិច្ឆាគឺការសង្ស័យហើយបៃតេហ្នឹងគឺកម្ចាត់នៅព្យាបាទគឺការគំនុំគុំគួនហើយសុខៈហ្នឹងគឺកម្ចាត់នៅឧទ្ធចៈកុច្ចៈគឺការរវើរវេយឬក៏ការបុព្វដិសារីឯកកតាហ្នឹងគឺកម្ចាត់នៅកាមឆន្ទៈគឺការជាប់ចម្ពាក់នៅក្នុងកាមគុណទាំង5នោះនឹងអង្គឈានទាំង5ហ្នឹងឯងគឺធ្វើតួនាទីយ៉ាងដូចនេះណាសម្រាប់អ្នកបប្រតិបត្តិហ្នឹងក៏ធ្វើការស្វែងយល់ថានៅក្នុងបឋមឈានហ្នឹងគឺយើងអាចយកឈ្នះនៅនិវរណធម៌ទាំង5ហ្នឹងបានហើយអានេះគឺចំពោះនៅក្នុងឈានណានៅពេលដែលអ្នកបប្រតិបត្តិអាចចូលមកដល់ដំណាក់កាលនេះគឺយើងអាចយកឈ្នះនៅនិវរណធម៌ទាំង5ហ្នឹងបានហើយណាហើយយើងអាចចូលទៅគ្របសង្កត់ដោយអំណាចរបស់សមាធិហ្នឹងអញ្ចឹងបានយើងឃើញថានៅក្នុងគណៈពេលដែលអ្នកបប្រតិបត្តិសមាធិនៅពេលដែលគេចូលនៅបឋមឈានពឹបទៅទោះបីជាយប់ជ្រៅឯប៉ុណ្ណាក៏ដោយក៏អត់មានងងុយងប់ងក់អីទៀតដែរពីព្រោះអីព្រោះនៅក្នុងគណៈពេលហ្នឹងគឺដោយសារតែនេះវិតកៈនេះគឺការលើកចិត្តទៅកាន់អារម្មណ៍គឺពលឺបតិភិកនិមិត្តហ្នឹងក្នុងគណៈពេលហ្នឹងពួកថេនមិទ្ធៈហ្នឹងគឺអត់មានទេហ្នឹងអាហ្នឹងគឺនៅពេលដែលយើងពិចារណាអង្គឈានទៅគឺអ្នកបប្រតិបត្តិហ្នឹងទោះបីយើងសម្រានទៅក៏អត់លក់ដែរតែបើថាយើងអត់ពិចារណាអង្គឈានទេសម្រាប់ទៅនៅធម្មតានៅជាមួយពលឺអញ្ចឹងធម្មតាហ្នឹងនឹងលក់ណាតែថាយើងសម្រាប់ក៏ពិតមែនប៉ុន្តែដាក់ខ្នងត្រេតទៅនឹងកតេលហ្នឹងហើយយប់ឡើងហ្នឹងតែពេលដែលមានពលឺបតិភិកនិមិត្តកាត់ឡើងក្នុងទីចំពោះមុខចឹងហើយក៏ពិចារណាអង្គឈានពេលពិចារណាអង្គឈានគឺបានន័យថាយើងចូលការឈានពេញបរិបូរណ៍ហើយអញ្ចឹងក្នុងគណៈពេលហ្នឹងគឺនៅរហូតតទៅគ្រប់ពេលដែលយើងទៅថានឹងឯងបើយើងបានពិចារណាអង្គឈានទេអាហ្នឹងគឺដល់ពេលដែលត្រូវលក់គឺលក់ហើយទោះបីជានៅជាមួយនឹងពលឺបតិភិកនិមិត្តហ្នឹងក៏ដោយណាអញ្ចឹងអ្នកបប្រតិបត្តិយល់ហើយណាគឺតាក់ទងទៅជាមួយរឿងការពិចារណានៅអង្គឈានទី5គឺឯកកតាណាឯកកតាហើយនឹងអង្គឈាននីមួយហ្នឹងគឺកម្ចាត់នៅនិវរណធម៌យ៉ាងម៉េចខ្លះហ្នឹងក៏បានប្រាប់មកហើយអញ្ចឹងម្ដងទៀតណាឯកកតានេះគឺឲ្យយើងយល់ឲ្យច្បាស់ថាគឺការដែលចិត្តរបស់យើងផ្ដោតនៅក្នុងអារម្មណ៍តែមួយគឺជាមួយនឹងពលឺបតិភិកនិមិត្តហ្នឹងដែលมันបានផ្ដោតទៅក្នុងអារម្មណ៍ដតីហ្នឹងគឺឈ្មោះថាជាឯកកតាហើយគឺចិត្តដែលយើងផ្ចង់ទៅជាមួយនឹងពលឺបតិភិកនិមិត្តក្នុងទីចំពោះមុខហ្នឹងនឹងឯងគេហៅថាជាឯកកតាហើយអញ្ចឹងឲ្យអ្នកបប្រតិបត្តិហ្នឹងនៅពេលដែលយើងនៅជាមួយនឹងពលឺបតិភិកនិមិត្តបាន10នាទីពេលដែលភ្លឺខ្លាំងច្បាស់អញ្ចឹងក្នុងគណៈពេលហ្នឹងគឺឲ្យយើងមកពិចារណាត្រឹមហ្នឹងចោះពេលដែលពិចារណាឃើញថាយល់ហើយអញ្ចឹងទៅក៏នៅតាមដែលយើងអធិដ្ឋានហ្នឹងអធិដ្ឋានថាសូមឲ្យខ្ញុំកណានៅជាមួយនឹងពលឺបតិភិកនិមិត្តនេះរយៈពេល1ម៉ោងឬក៏1ម៉ោង30នាទីឬក៏រយៈពេល2ម៉ោងឬទៅក៏នៅជាមួយនឹងពលឺបតិភិកនិមិត្តរបស់យើងហ្នឹងរហូតតទៅដល់ពេលដែលយើងបានអធិដ្ឋានទុកចោះចម្រើនអញ្ចឹងសូមឲ្យអ្នកបប្រតិបត្តិទាំងអស់គ្នាបានទទួលនៅលទ្ធផលជោគជ័យដោយការពិចារណានៅអង្គឈានគឺតួឯកកតាហើយរួមទាំងអង្គឈាននីមួយដែលបានចូលមកកម្ចាត់នៅនិវរណធម៌ទាំង5នោះផងដែរសូមការពិចារណាអង្គឈានទាំង5ព្រមគ្នាការពិចារណាអង្គឈានទាំង5ព្រមគ្នាគឺក្រោយពេលដែលអ្នកបប្រតិបត្តិបានពិចារណាអង្គឈានមួយរួចរាល់អស់ហើយសម្រាប់តទៅនេះគឺនឹងពិចារណាអង្គឈានទាំង5ព្រមគ្នាតែម្ដងហេតុផលដែលឲ្យយើងពិចារណាអង្គឈានមួយហ្នឹងគឺដើម្បីឲ្យយើងបានស្គាល់បានដឹងថាដែលហៅថាជាវិតកៈវិចារៈបៃតេសុខៈឯកកតាហ្នឹងយ៉ាងម៉េចឲ្យយើងបានស្គាល់ច្បាស់មួយដល់ពេលយើងបានស្គាល់ច្បាស់មួយយ៉ាងទៅគឺជាប្រយោជន៍នៅក្នុងពេលដែលយើងបានបប្រតិបត្តិទៅដល់ឈានថ្នាក់លើទៅគឺនឹងត្រូវមានការលះអង្គឈានហើយហើយទាំងការលះទៅតាមលំដាប់នៃឈាននោះអញ្ចឹងតទៅនេះគឺពិចារណាអង្គឈានទាំង5រួមគ្នាតែម្ដងពីព្រោះនៅក្នុងបឋមឈានហ្នឹងគឺដោយអំណាចនៅក្នុងការរួមរបស់អង្គឈានទាំង5ហ្នឹងគឺវិតកៈវិចារៈបៃតេសុខៈឯកកតានឹងឯងរួមបញ្ចូលគ្នានឹង5ចូលគ្នានឹងឯងហៅថាជាបឋមឈានដែលយើងបានបប្រតិបត្តិមកក្នុងដំណាក់កាលនេះគឺអ្នកបប្រតិបត្តិហ្នឹងគឺ
ក្រោយពេលដែលបានពិចារណាអង្គឈានទាំង5អីរួចរាល់អស់ទៅនឹងគឺឲ្យឈ្មោះថាអ្នកបប្រតិបត្តិហ្នឹងគឺបានដល់នៅបឋមឈានហើយណាយ៉ាងបរិបូរណ៍តែត្រូវឲ្យធ្វើវស៊ីតទៅទៀតប៉ុន្តែនៅក្នុងដំណាក់កាលនេះគឺដែលឲ្យយើងពិចារណាអង្គឈានទាំង5ហ្នឹងឲ្យយើងដឹងថារសរបស់សភាវៈទាំង5ហ្នឹងកាលណាបើរួមគ្នាទៅគឺមានអត្តរសយ៉ាងនេះតាមពិតទៅនៅក្នុងបឋមឈានហ្នឹងគឺអង្គឈានទាំង5ហ្នឹងឯងរួមបញ្ចូលគ្នាគ្រប់នៅក្នុងនឹងទាំងអស់តែម្ដងដូចជាសម្លមួយចានដែលគេបានផ្សំគ្រឿងរួចរាល់អស់ហើយគឺមានទាំងអំបិលទាំងប៊ីចេងទាំងស្ករទាំងម្ទេសទាំងម្រេចទាំងអីក្នុងហ្នឹងហើយអញ្ចឹងដល់ពេលដែលគេផ្សំរសជាតិអស់ទៅយើងហត់មកលព្រាទៅឃើញអូឆ្ងាញ់អញ្ចឹងដែលឆ្ងាញ់ហ្នឹងដែលឆ្ងាញ់សម្លមួយចានដែលឆ្ងាញ់ហ្នឹងគឺដោយអាស្រ័យការផ្សំគ្រឿងក្រៅទាំងអស់ហ្នឹងឯងយ៉ាងណាមិញនៅក្នុងបឋមឈានដែលកំចាត់ទៅនៅនិវរណធម៌ទាំង5ហើយដែលយើងមានសេចក្តីសុខពេលដែលចូលទៅក្នុងបឋមឈានហ្នឹងគឺដោយអាស្រ័យអង្គឈានទាំង5ហ្នឹងឯងព្រមព្រៀងគ្នានៅក្នុងការធ្វើការជាមួយគ្នាហើយកំចាត់នៅនិវរណធម៌ទាំង5ហ្នឹងបានអញ្ចឹងដែលឲ្យយើងពិចារណាអង្គឈានមួយថាអានេះគឺជាវិតកៈវិចារៈបៃតិសុខៈឯកកតាហ្នឹងដោយតែឲ្យយើងស្គាល់ថានេះអាប្រៃហ្នឹងអាហ្នឹងគេហៅថាអំបិលនេះហើយអាផ្អែមហ្នឹងអាហ្នឹងគេហៅថាស្ករនេះអាជូហ្នឹងអាហ្នឹងគេហៅថាក្រូចឆ្មាហើយអាហិលហ្នឹងអាហ្នឹងគេហៅថាម្រេចហ្នឹងណាហើយអារាវហ្នឹងអាហ្នឹងគេហៅថាទឹកអញ្ចឹងទៅរួមចូលនេះទៅបានតែសម្លមួយចានហ្នឹងទៅយ៉ាងណាមិញការពិចារណាអង្គឈានញែកមួយក៏ដូចគ្នាឧទាហរណ៍ដូចជាសម្លមួយចាននេះក៏ផ្សំគ្រឿងទៅហើយយ៉ាងនេះឯងណាអញ្ចឹងតទៅនេះគឺសូមឲ្យអ្នកបប្រតិបត្តិមកពិចារណាអង្គឈានទាំង5រួមគ្នាតែម្ដងការពិចារណាអង្គឈានទាំង5រួមគ្នានេះគឺជាការពិចារណាបែបលឿនរហ័សណាលឿនរហ័សហើយក៏ជាហេតុដែលធ្វើឲ្យអ្នកបប្រតិបត្តិនឹងអាចចូលឈានបានលឿនដល់អាស្រ័យវិធីការពិចារណានៅអង្គឈានទាំង5ព្រមគ្នាបែបរហ័សនេះផងដែរអញ្ចឹងតទៅនេះគឺដល់ដំណាក់កាលនៅក្នុងការធ្វើហើយណានៅក្នុងការធ្វើអញ្ចឹងសូមឲ្យអ្នកបប្រតិបត្តិបិទភ្នែកនៅពេលដែលយើងបានធ្វើសមាធិនៅក្នុងខណៈពេលដែលពន្លឺបฏิភាគនិមិត្តកើតឡើងក្នុងទីចំពោះមុខរបស់យើងភ្លឺខ្លាំងរយៈពេលប្រហែលជា10នាទីនៅក្នុងខណៈពេលហ្នឹងសូមឲ្យអ្នកបប្រតិបត្តិព្រមទទួលហើយប្រាប់ក្នុងចិត្តថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយគ្រាន់តែប៉ុណ្ណឹងរួចហើយក៏សូមឲ្យអ្នកបប្រតិបត្តិហ្នឹងក៏នៅជាមួយនឹងពន្លឺបฏิភាគនិមិត្តហ្នឹងទៅតាមការពេលវេលាដែលយើងបានអធិដ្ឋានទុកចុះម្ដងទៀតណាដើម្បីឲ្យចាំច្បាស់សូមឲ្យអ្នកបប្រតិបត្តិធ្វើពន្លឺបฏิភាគនិមិត្តកើតឡើងក្នុងទីចំពោះមុខឲ្យជាប់ទៅនឹងផ្ទៃបោះមុខរបស់យើងហ្នឹងរយៈពេល10នាទីពេលដែលពន្លឺភ្លឺខ្លាំងឆ្វាចនៅនឹងមុខយ៉ាងខ្លាំងហ្នឹងក្នុងខណៈពេលហ្នឹងគឺឲ្យអ្នកបប្រតិបត្តិព្រមទទួលក្នុងចិត្តឬក៏និយាយក្នុងចិត្តនឹងឯងប្រាប់ខ្លួនឯងថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយដែលមិនចាំបាច់ចេញសម្លេងទេណាគឺនឹកក្នុងចិត្តនឹងឯងថាអង្គឈានទាំង5គឺវិតកៈវិចារៈបៃតិសុខៈឯកកតាគ្រប់បរិបូរណ៍ហើយគាត់នេះប៉ុណ្ណឹងឈ្មោះថាយើងពិចារណាអង្គឈានទាំង5ព្រមគ្នាហើយណាមិនចាំបាច់ទៅតាមមើលវិតកៈវិចារៈអីតទៀតទេព្រោះយើងស្គាល់អស់ហើយគ្រាន់តែធ្វើចិត្តទទួលស្គាល់ថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយអញ្ចឹងបន្ទាប់ពីហ្នឹងទៅសូមឲ្យអ្នកបប្រតិបត្តិនៅជាមួយនឹងពន្លឺបฏิភាគនិមិត្តតទៅឲ្យបានរយៈពេល3បល្ល័ង្ករយៈពេល3បល្ល័ង្កគឺ1បល្ល័ង្ក3ម៉ោងបល្ល័ង្កទី2 1បល្ល័ង្ក3ម៉ោងបល្ល័ង្កទី3 3ម៉ោងអញ្ចឹងគឺសូមឲ្យអ្នកបប្រតិបត្តិហ្នឹងគឺធ្វើរយៈពេល3បល្ល័ង្កណាអញ្ចឹងឲ្យអ្នកបប្រតិបត្តិហ្នឹងគឺក្រោយពេលពិចារណាអង្គឈានហ្នឹងគឺរួចហើយគឺឲ្យយើងនៅជាមួយនឹងពន្លឺបฏิភាគនិមិត្តរបស់យើងហ្នឹងតាមពេលដែលបានកំណត់ហ្នឹងទៅហើយការពិចារណាអង្គឈានហ្នឹងគឺ1ម៉ោងហ្នឹងឲ្យពិចារណាម្ដងទៅណា
1 ម៉ោងហ្នឹងក៏ឲ្យពិចារណាម្ដងអញ្ចឹងគឺសារនេះគឺយើងធ្វើទៅរហូតដល់ទៅ3ម៉ោងពីព្រោះដើម្បីជាប្រយោជន៍នៅក្នុងការធ្វើវ៉ាស៊ីក្នុងការធ្វើវ៉ាស៊ីឬក៏ធ្វើវ៉ាស៊ីហ្នឹងគឺចាំបាច់គឺត្រូវ3ម៉ោងណាធ្វើហ្នឹងអាហ្នឹងគឺសម្រាប់យើងដែលជាបុរសបើចំពោះស្ត្រីគឺ2ម៉ោងអាហ្នឹងគឺជាស្តង់ដារួចហើយក៏ឲ្យយើងនៅជាមួយនឹងពន្លឺបฏิភាគនិមិត្តក្រោយពេលដែលយើងបានអធិដ្ឋានថាសូមឲ្យខ្ញុំកណានៅជាមួយនឹងពន្លឺបฏิភាគនិមិត្តនេះរយៈពេល2ម៉ោងឬរយៈពេល3ម៉ោងអាហ្នឹងគឺឲ្យយើងអធិដ្ឋានអញ្ចឹងហើយក្នុងការអធិដ្ឋានហ្នឹងគឺឲ្យយើងមើលពេលផងដែរទៅណាគឺមុន5នាទីបានគ្រប់1ម៉ោងឬក៏លើស5នាទីក៏អត់ដែរអាចយកជាការបានដូចគ្នាអញ្ចឹងគឺទោះបីអ្នកបប្រតិបត្តិហ្នឹងគឺព្យាយាមនៅជាមួយនឹងពន្លឺបฏิភាគនិមិត្តរបស់យើងហ្នឹងគឺឲ្យបានរយៈពេលដោយដែលបានកំណត់ទុកហ្នឹងទៅណាហ្នឹងគឺជាការពិចារណាអង្គឈានទាំង5ព្រមគ្នាណាគឺការពិចារណារវាងវិតកវិចារៈបៃតិសុខៈឯកកតាហ្នឹងគឺព្រមគ្នាតែម្ដងនៅក្នុងគណៈពេលដែលពន្លឺបានភ្លឺច្បាស់នៅក្នុងទីចំពោះមុខហ្នឹងឲ្យយើងទទួលស្គាល់តែរួចទៅក៏នៅជាមួយនឹងពន្លឺបฏิភាគនិមិត្តរបស់យើងតទៅរហូតតទៅបងអញ្ចឹងក៏សូមឲ្យអ្នកបប្រតិបត្តិទាំងអស់គ្នាហ្នឹងបានតាំងចិត្តបប្រតិបត្តិហើយក៏សូមឲ្យបានទទួលលទ្ធផលល្អនៅក្នុងការពិចារណាអង្គឈានទាំង5នឹងឲ្យបានគ្រប់បរិបូរណ៍ហើយការពិចារណាអង្គឈានទាំង5គ្រប់បរិបូរណ៍ហ្នឹងគឺដែលធ្វើមកដល់ចំណុចហ្នឹងហើយគឺអ្នកបប្រតិបត្តិហ្នឹងឈ្មោះថាបានដល់នៅបឋមឈានទៅបរិបូរណ៍ហើយណាប៉ុន្តែមិនទាន់គង់វង្សល្អទេពីព្រោះយើងមិនទាន់បានធ្វើវ៉ាស៊ីអញ្ចឹងគឺតទៅហ្នឹងគឺឲ្យអ្នកបប្រតិបត្តិត្រូវធ្វើវ៉ាស៊ីទាំង5តទៅទៀតណាក៏អញ្ចឹងក៏សូមឲ្យអ្នកបប្រតិបត្តិហ្នឹងគឺតាំងចិត្តបប្រតិបត្តិដោយសទ្ធាជ្រះថ្លានៅក្នុងការដែលកំពុងតែដើរតាមនៅមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងហើយព្រះអង្គទ្រង់បានបប្រតិបត្តិមកដ៏ល្អហើយបងសូមការចូលកាន់បឋមឈានដោយបរិបូរណ៍នៅពេលដែលអ្នកបប្រតិបត្តិបានបប្រតិបត្តិមកក្រោយពេលដែលបានពិចារណាអង្គឈានទាំង5ព្រមគ្នាហើយនឹងក្នុងគណៈហ្នឹងគឺឈ្មោះថាអ្នកបប្រតិបត្តិហ្នឹងគឺបានចូលដល់នៅបឋមឈានដោយបរិបូរណ៍ហើយពីព្រោះនៅក្នុងគណៈពេលដែលអង្គឈាននៅក្នុងបឋមឈានហ្នឹងគឺមាន5យ៉ាងគឺវិតកៈវិចារៈបៃតិសុខៈឯកកតាចឹងនៅក្នុងគណៈពេលដែលអ្នកបប្រតិបត្តិអង្គុយសមាធិបិទភ្នែកទៅពន្លឺបฏิភាគនិមិត្តហ្នឹងក៏បានប្រកាសឡើងភ្លឺច្បាស់ខ្លាំងនៅក្នុងទីចំពោះមុខហើយធ្វើទុកក្នុងចិត្តដោយព្រមទទួលថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយប៉ុណ្ណឹងគឺឈ្មោះថាអ្នកបប្រតិបត្តិបានចូលដល់នៅបឋមឈានដោយបរិបូរណ៍ពីព្រោះអង្គឈានទាំង5នៅក្នុងគណៈហ្នឹងគឺព្រមព្រៀងគ្នាកើតឡើងធ្វើការព្រមគ្នានៅក្នុងគណៈពេលនោះតែម្ដងចឹងនៅក្នុងគណៈពេលដែលយើងពិចារណាអង្គឈានហ្នឹងគឺនៅក្នុងគណៈពេលដែលពន្លឺភ្លឺខ្លាំងច្បាស់ល្អនឹងឯងនៅក្នុងគណៈពេលហ្នឹងគឺបានន័យថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយមួយទៀតសូមពន្យល់ពាក្យថាឈានសិនណាពាក្យថាឈានហ្នឹងគឺបានន័យថាសម្លឹងឬក៏ដុតកម្ដៅសម្លឹងឬក៏ដុតកម្ដៅហើយឈានហ្នឹងគឺមកពីពាក្យថាជាធាតុនឹងឯងណាអញ្ចឹងដែលសម្លឹងនៅក្នុងទីនេះគឺបានដល់សម្លឹងនៅពន្លឺដែលជាបฏิភាគនិមិត្តនេះឯងអានេះនៅក្នុងអាណាបាណាអញ្ចឹងគឺសម្លឹងហ្នឹងគឺបានដល់សម្លឹងនៅបฏิភាគនិមិត្តដែលជាអារម្មណ៍របស់ឈានហើយពាក្យថាដុតកម្ដៅហ្នឹងគឺបានដល់ដុតនៅនិវរណធម៌ទាំង5យ៉ាងណាហើយនិវរណធម៌ទាំង5យ៉ាងហ្នឹងគឺមាន1កាមឆន្ទៈគឺសេចក្តីពេញចិត្តនៅក្នុងកាម2ព្យាបាទៈមានការគំនុំគុំគួនបទុស្រ័យគិតបៀតបៀនអ្នកដទៃហ្នឹងហើយទី3គឺធិនមិទ្ធៈគឺការងងុយងក់ងក់ហើយទី4ហ្នឹងគឺឧទ្ធិចៈកុកចៈគឺការរវើរវាយចិត្តរវើរវាយចិត្តរាយមាយកង្វល់ក្នុងចិត្តហ្នឹងហើយនឹងទី5គឺវិជិកិច្ឆាគឺការសង្ស័យនៅក្នុងរឿងទាំង8យ៉ាងសង្ស័យនៅក្នុងពុទ្ធពធប្រសងសង្ស័យនៅក្នុងសិក្ខាសង្ស័យនៅក្នុងបฏิច្ចសមុប្បាតនឹងជាដើមអាហ្នឹងគឺហៅថានិវរណធម៌ដែលជាគ្រឿងរារាំងមិនឲ្យសម្រេចអញ្ចឹងនៅក្នុងគណៈពេលដែលអង្គឈានទាំង5ហើយចូលទៅប្រកបទៅក្នុងហ្នឹងគឺហើយចូលទៅកម្ចាត់នៅនិវរណធម៌ទាំង5ហ្នឹងឯងមិនឲ្យមាននៅក្នុង
ចិត្តរបស់អ្នកដែលចូលនៅក្នុងបឋមឈានទេដោយដែលអាត្មាបានប្រាប់ហើយថាចំពោះបៃតិហ្នឹងគឺចូលទៅរងាប់អីហើយវិចិកិច្ឆាហ្នឹងចូលទៅរងាប់អីក៏បានដឹងមកហើយពួកយើងដឹងថាអង្គឈានហ្នឹងអង្គឈានគឺវិតកហ្នឹងគឺចូលទៅកំចាត់នៅធិនមិទ្ធៈហើយវិចារៈហ្នឹងគឺចូលទៅកំចាត់នៅវិចិកិច្ឆាហើយបៃតិហ្នឹងគឺចូលទៅកំចាត់នៅព្យាបាទៈហើយសុខៈហ្នឹងគឺចូលទៅកំចាត់នៅឧទ្ធិចៈកុកចៈហើយឯកកតាហ្នឹងគឺចូលទៅកំចាត់ចូលទៅដុតកម្ដៅនៅកាមឆន្ទៈគឺការពេញចិត្តនៅក្នុងកាមអញ្ចឹងនៅក្នុងគណៈពេលដែលអង្គឈានទាំង5ហ្នឹងបានប្រកបឡើងគ្រប់បរិបូរណ៍ហើយក្នុងគណៈពេលហ្នឹងដែលធ្វើឲ្យចិត្តរបស់អ្នកបប្រតិបត្តិទាំងឯងគឺមានសេចក្តីសុខស្ងប់នៅក្នុងឈានហ្នឹងគឺនៅនឹងតែជាមួយនឹងពន្លឺបฏิភាគនិមិត្តហ្នឹងចិត្តរបស់អ្នកបប្រតិបត្តិនៅក្នុងគណៈពេលហ្នឹងគឺនៅនឹងថ្កល់ទៅជាមួយនឹងពន្លឺបฏิភាគនិមិត្តដែលកើតឡើងនៅក្នុងទីចំពោះមុខហ្នឹងនៅក្នុងគណៈពេលហ្នឹងចិត្តរបស់អ្នកបប្រតិបត្តិហ្នឹងគឺយើងនឹងឃើញគឺហើយអ្នកបប្រតិបត្តិគឺនឹងអាចឃើញនៅអាការធ្វើការរបស់បឋមឈានហ្នឹងដែលធ្វើការច្រើនជាងគេហ្នឹងគឺវិតកៈហើយនឹងវិចារៈហើយវិតកៈហ្នឹងគឺការលើកចិត្តទៅកាន់អារម្មណ៍ក្នុងទីនេះគឺបានថាចិត្តយើងដែលវាស្ទុះទៅឃើញនៅពន្លឺបฏิភាគនិមិត្តដំបូងនឹងឯងណានឹងហើយដល់ពេលវិចារៈហ្នឹងគឺបានដល់សភាពដែលរក្សានៅពន្លឺបฏิភាគនិមិត្តហ្នឹងឲ្យនៅឲ្យគង់វង្សពិចារណាថ្នាក់ថ្នមនិងរក្សាហ្នឹងគឺឲ្យពន្លឺបฏิភាគនិមិត្តហ្នឹងនៅបានយូរអាហ្នឹងគឺជាលក្ខណៈរបស់វិចារៈហើយយើងឃើញថាសភាពហ្នឹងគឺវាការធ្វើការច្រើនជាងគេហ្នឹងគឺវិចារៈហ្នឹងហើយអាហ្នឹងគឺចំពោះអ្នកដែលបានចូលដល់ទៅនៅក្នុងបឋមឈានហ្នឹងតាមពិតទៅអង្គឈានទាំង5ណាអង្គឈានទាំង5គឺទាំងវិតិកៈវិចារៈបៃតិសុខៈឯកកតាអីហ្នឹងគឺតាំងតែយើងបានពន្លឺបฏิភាគនិមិត្តបានប្រហែលជា1ម៉ោង2ម៉ោងដំបូងគឺប្រកបឡើងតាំងតែពេលនោះឯណោះប៉ុន្តែដែលកើតឡើងដំបូងហ្នឹងគឺអង្គឈានទាំង5ហ្នឹងអត់ទាន់មានកម្លាំងមិនទាន់ប្រើការឯកើតទៅមិនបានហៅឈ្មោះថាជាការចូលនៅបឋមឈានទេពីព្រោះមិនទាន់បានពិចារណាអង្គរបស់ឈានហើយមួយទៀតការដែលចូលឈានហ្នឹងគឺនៅពេលណាដែលពន្លឺបฏิភាគនិមិត្តទោះបីកើតឡើងនៅយូររាប់ម៉ោងច្រើនម៉ោងនឹងក៏ដោយប៉ុន្តែបើកាលណាយើងមិនទាន់ពិចារណាអង្គឈានទាំង5នឹងព្រមគ្នាទេនៅក្នុងគណៈពេលហ្នឹងគឺមិនទាន់ឈ្មោះថាបានចូលនៅបឋមឈានទេគឺនៅក្នុងឧបចារសមាធិណាឧបចារសមាធិហ្នឹងគឺសមាធិដែលចូលទៅចិត្តនៅឈានអញ្ចឹងសួរថាអញ្ចឹងពន្លឺកើតឡើងរយៈពេលប្រមាណដែលហៅថាជាឧបចារៈហើយរយៈពេលប៉ុណ្ណាដែលហៅថាជាការចូលនៅបឋមឈានឬក៏អបណាចិត្តហ្នឹងអញ្ចឹងនៅក្នុងគណៈពេលហ្នឹងគឺឲ្យអ្នកបប្រតិបត្តិឲ្យចាំទៅថាទោះបីជាយើងនៅក្នុងជាមួយនឹងពន្លឺបฏิភាគនិមិត្តហ្នឹងរាប់ម៉ោងច្រើនម៉ោងប៉ុណ្ណាក៏ដោយបើដរាបណាយើងមិនទាន់បានពិចារណាអង្គឈានទេដរាបហ្នឹងគឺឈ្មោះថាយើងនៅក្នុងឧបចារសមាធិនៅឡើយទេតែបើកាលណាយើងពិចារណាថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយគ្រាន់តែពិចារណាទទួលស្គាល់អង្គឈានទាំង5គ្រប់បរិបូរណ៍ប៉ុណ្ណឹងปั๊បក្នុងគណៈពេលហ្នឹងឈ្មោះថាអ្នកបฏิបត្តិបានចូលទៅកាន់បឋមឈានដោយបរិបូរណ៍ពពុះក្នុងគណៈពេលហ្នឹងគឺចិត្តរបស់យើងហ្នឹងគឺស្និទ្ធនៅក្នុងឈានដោយមានអង្គឈានទាំង5ហ្នឹងឯងអញ្ចឹងនៅក្នុងការដែលចូលទៅក្នុងឈានហ្នឹងគឺសូមឲ្យអ្នកបฏิបត្តិហ្នឹងគឺព្យាយាមនៅជាមួយពន្លឺបฏิភាគនិមិត្តហ្នឹងឲ្យបានជាប់ណាពីព្រោះអារម្មណ៍របស់ឈានគឺបានដល់ពន្លឺបฏิភាគនិមិត្តនេះហើយម្យ៉ាងទៀតអ្នកបฏิបត្តិអាចសង្កេតមើលដឹងហើយណាតម្រាំតែនឹងមកដល់ការដែលយើងពិចារណាអង្គឈានទាំង5ឲ្យបរិបូរណ៍ដែលអាចឲ្យឈ្មោះថាការចូលនៅបឋមឈាននៃបរិបូរណ៍ហ្នឹងគឺច្រើនម៉ោងណាស់ដែលយើងត្រូវនៅជាមួយនឹងពន្លឺបฏิភាគនិមិត្តហ្នឹងសរុបមើលទៅតាំងតែពីឧក្ខនិមិត្តមកហើយរហូតដល់ឥឡូវប្រហែលម៉ោងទៅច្រើនម៉ោងណាស់ណាដែលយើងនៅជាមួយនឹងពន្លឺបฏิភាគនិមិត្តអញ្ចឹងចំពោះអ្នកដែលបฏิបត្តិថ្មីពេលដែលបฏิបត្តិពន្លឺកើតឡើងមកវឹបប្រហែលជាកន្លះម៉ោងឬក៏ប្រហែលជា 4-5 នាទីអីហ្នឹងគឺគុំតាន់អាភ្ញាក់ផ្អើលអីណាថាយើងបានបរលុះគុណធម៌អីនោះអាហ្នឹងគ្រាន់តែជាពន្លឺឧក្ខនិមិត្តទេហៅថាឈានចិត្តនឹងបានហ្នឹងគឺតតែធ្វើតាមលំដាប់លំដោយដោយដែលបានអធិប្បាយមកនឹងឯងទៅបានចូលមកដល់ក្នុងដំណាក់កាលដែលហៅថាបានចូលនៅក្នុងបឋមឈានដោយបរិបូរណ៍ហើយការចូលនៅក្នុងបឋមឈាននៃបរិបូរណ៍ហ្នឹងគឺសូមឲ្យអ្នកបប្រតិបត្តិហ្នឹងគឺព្យាយាម
នៅជាមួយនឹងពលឺបតិភិកនិមិត្តនឹងឲ្យបានច្រើនណាពីព្រោះនៅក្នុងគណៈពេលដែលយើងទៅចូលមកថ្មីអញ្ចឹងជាងការពេលខ្លះវាអាចថានឹងចិត្តហ្នឹងស្លៀកចេញទៅគិតទៅខាងក្រៅបន្តិចឬក៏ចិត្តរវើរវាយចូលមកបន្តិចនឹងក៏មានដែរណាពីព្រោះនៅក្នុងបឋមឈានហ្នឹងគឺវានៃចិត្តនិវរណធម៌ទាំង5នៅឡើយទេអញ្ចឹងពេលខ្លះឲ្យដឹងថានៅក្នុងគណៈពេលដែលចិត្តយើងគិតទៅអ្វីផ្សេងបន្តិចអាហ្នឹងគឺបានន័យថាក្នុងគណៈពេលហ្នឹងគឺចិត្តយើងនឹងធ្លាក់ចេញពីឈានហើយនៅក្នុងគណៈពេលដែលគិតទៅហ្នឹងពលឺហ្នឹងនៅមាននៅឡើយទេណានៅមាននៅឡើយទេប៉ុន្តែក្នុងគណៈចិត្តដែលទៅគិតខាងក្រៅរឿងចេញអំពីការបដោតនៅក្នុងពលឺបតិភិកនិមិត្តបន្តិចហ្នឹងក្នុងគណៈពេលហ្នឹងគឺឈ្មោះថាធ្លាក់ចេញពីឈានហើយអញ្ចឹងគឺឲ្យបញ្ញាប់ត្រឡប់ចូលមកវិញអញ្ចឹងទេគឺដំបូងគឺអ្នកបប្រតិបត្តិគឺអញ្ចឹងឯងប៉ុន្តែយើងនៅពេលហ្វឹកហាត់នៅជាមួយនឹងឈាននឹងបានយូររហូតតទៅបានឆ្លងកាត់ការធ្វើវស៊ីធ្វើអីទៀតទៅនឹងក្នុងគណៈពេលហ្នឹងទៅយើងអាចចូលបានការនិសុបជ្រៅទៅនៅក្នុងការដែលឈ្មោះថានៅក្នុងការចូលឈានហ្នឹងហើយពីព្រោះតែនៅក្នុងឈានហ្នឹងទៀតគឺមាន3ដំណាក់កាលណាសូមឲ្យអ្នកបប្រតិបត្តិបានយល់ការដែលយើងទៅបប្រតិបត្តិថ្មីហ្នឹងគឺនៅក្នុងពេលខ្លះហ្នឹងគឺវាអាចថានឹងមានចិត្តហ្នឹងងាកចេញទៅគិតខាងក្រៅបន្តិចអីចឹងទៅហើយក៏ត្រឡប់ចូលមកវិញគឺបានន័យថាក្នុងគណៈពេលដែលហ្នឹងគឺចិត្តហ្នឹងវាឈៀងចេញបន្តិចឬក៏ហើយទៅក៏ចូលទៅវិញអាហ្នឹងគឺមានជាធម្មតាប៉ុន្តែមិនច្រើនទេប៉ុន្តែបើកាលណាយើងបប្រតិបត្តិទៅយូរទៅគឺចិត្តនៅក្នុងពលឺបតិភិកនិមិត្តហ្នឹងរហូតសូម្បីតែសំឡេងអ្វីដទៃខាងក្រៅក៏អត់ឮដែរអញ្ចឹងគឺដំបូងឡើយគឺឲ្យយើងទទួលស្គាល់ពីព្រោះទើបតែហ្វឹកថ្មីហើយដំណាក់កាលទី2ហ្នឹងគឺបែបថ្នាក់កណ្ដាលហ្នឹងគឺបានចិត្តយើងស្ងប់ស្លុងទៅក្នុងហ្នឹងប៉ុន្តែនៅមានការឮសំឡេងអីចូលមកខ្លះប៉ុន្តែវាអត់សូវឮខ្លាំងប្រហែលទេប៉ុន្តែពេលខ្លះយើងអាចឮសំឡេងហ្នឹងប៉ុន្តែអត់ចាប់អារម្មណ៍ថាអត់ដឹងសេចក្តីហ្នឹងបានន័យថាម៉េចទេប៉ុន្តែចិត្តយើងនៅផ្ដោតទៅជាមួយនឹងពលឺបតិភិកនិមិត្តដល់ទៅពេលបែបជ្រៅឬថាបែបអក្រិតហ្នឹងគឺអត់មានឮអីទាំងអស់ក្នុងគណៈពេលហ្នឹងគឺឃើញតែនៅក្នុងពលឺបតិភិកនិមិត្តតែប៉ុណ្ណោះត្រង់ចំណុចនេះគឺតតែអ្នកបប្រតិបត្តិហ្នឹងនៅត្រាំជាមួយឈានហ្នឹងបានច្រើនម៉ោងទៅបានអាចជួបនៅសភាវៈបែបអក្រិតនេះបានណាព្រោះអញ្ចឹងគឺសូមឲ្យអ្នកបប្រតិបត្តិទាំងអស់គ្នាហ្នឹងក៏តាំងចិត្តបប្រតិបត្តិឲ្យបានតាមការពេលវេលាដែលសមគួរហើយចំណុចតទៅទៀតហ្នឹងគឺស្មាននឹងអធិប្បាយតាក់ទងទៅជាមួយនឹងការធ្វើវស៊ីដើម្បីឲ្យធ្វើវស៊ីឬក៏វស័យនឹងឯងដើម្បីឲ្យបឋមឈាននឹងមានការគង់វង្សពីព្រោះបើកាលណាមិនទាន់បានធ្វើនៅវស៊ីទេគឺមិនទាន់គង់វង្សទេណាបងសូមចម្រើនពរ